ក្រសួងធនធានទឹកឥទ្ធិពលព្យុះណូលនាំឲ្យមានភ្លៀងផ្គររន្ទះនិងខ្យល់កន្ត្រាក់នៅតាមតំបន់មួយចំនួនក្នុងប្រទេសកម្ពុជាក្រសួងធនធានទឹកនិងឧតុនិយមបានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជាចាប់ពីថ្ងៃទី27ដល់ថ្ងៃទី29ខែកក្កដាឆ្នាំ2026ដោយបញ្ជាក់ថាព្យុះទី12ឈ្មោះណូល T2612 នៅតែបន្តឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល់សមុទ្រអាន់ដាម៉ាន់សមុទ្រចិនខាងត្បូងអាងទន្លេមេគង្គនិងដែនសមុទ្រកម្ពុជានេះបើផ្អែកតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី27ខែកក្កដាឆ្នាំ2026ក្រសួងធនធានទឹកនិងឧតុនិយមបានបន្តឲ្យដឹងថាទោះបីជាព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើរផ្ទាល់របស់ខ្យល់ណូលក៏ដោយប៉ុន្តែឥទ្ធិពលប្រយោលនៃព្យុះនេះនឹងបង្កឲ្យមានបាតុភូតភ្លៀងផ្គររន្ទះនិងខ្យល់កន្ត្រាក់នៅតាមតំបន់ផ្សេងៗដូចខាងក្រោម 1. តំបន់វាលទំនាបគ្របដណ្ដប់ផ្ទៃដី 30% បាតុភូតអាចមានភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់សីតុណ្ហភាពអបបរមា24អង្សាសេអតិបរមា36អង្សាសេខ្យល់បក់មកពីទិសនិរតីនិងពាយ័ព្យល្បឿនមធ្យម3ម៉ែត្រក្នុង1វិនាទីខេត្តក្រុងរងផលប៉ះពាល់រាជធានីភ្នំពេញបន្ទាយមានជ័យបាត់ដំបងពោធិ៍សាត់កំពង់ឆ្នាំងសៀមរាបកំពង់ធំកំពង់ចាមត្បូងឃ្មុំព្រៃវែងស្វាយរៀងតាកែវនិងកណ្ដាល 2. តំបន់ខ្ពង់រាបគ្របដណ្ដប់ផ្ទៃដី 40% បាតុភូតអាចមានភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់សីតុណ្ហភាពអបបរមា23អង្សាសេអតិបរមា35អង្សាសេខ្យល់បក់មកពីទិសនិរតីល្បឿនមធ្យម4ម៉ែត្រក្នុង1វិនាទីខេត្តតំបន់រងផលប៉ះពាល់កំពង់ស្ពឺប៉ៃលិនឧត្តរមានជ័យព្រះវិហារក្រចេះស្ទឹងត្រែងរតនគិរីមណ្ឌលគិរីតំបន់ជួរភ្នំដងរែកនិងជួរភ្នំក្រវាញ 3. តំបន់មាត់សមុទ្រគ្របដណ្ដប់ផ្ទៃដី 60% បាតុភូតអាចមានភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់សីតុណ្ហភាពអបបរមា25អង្សាសេអតិបរមា35អង្សាសេខ្យល់បក់មកពីទិសនិរតីនិងអាគ្នេយ៍ល្បឿនមធ្យម2ម៉ែត្រក្នុង1វិនាទីកម្ពស់រលកសមុទ្រមានកម្ពស់ចាប់ពី0ម៉ែត្រ50ដល់1ម៉ែត្រ75ខេត្តតំបន់រងផលប៉ះពាល់កោះកុងព្រះសីហនុកំពតកែបនិងតំបន់ជួរភ្នំបូកគោដូច្នេះហើយសូមសាធារណជនជាពិសេសបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់ប្រឈមអ្នកធ្វើដំណើរតាមផ្លូវទឹកនិងអ្នកនេសាទសមុទ្របង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គររន្ទះខ្យល់កន្ត្រាក់និងរលកសមុទ្រខ្លាំងៗជាយថាហេតុ